ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះខុំចម្រុងជាសិស្សឆ្នាំទី3ចំនួនទី5ផ្នែកគំនូរជីវចលនៃសាលាហ្វាពលឺសិល្បៈខេត្តបាត់ដំបងខ្ញុំបានសិក្សានៅហ្វាពលឺសិល្បៈចំនួន4ឆ្នាំហើយដែលមានថ្នាក់ត្រៀមឆ្នាំទី1ឆ្នាំទី2ហើយនិងឆ្នាំទី3នៅក្នុងឆ្នាំនេះគឺខ្ញុំបានរើសយកនៅសាច់រឿងមួយដែលមានចំណងជើងថាទេពរុក្ខដើម្បីយកមកធ្វើជា project បញ្ចប់ឆ្នាំរបស់ខ្ញុំមូលហេតុដែលខ្ញុំជ្រើសរើសយកនៅសាច់រឿងមួយនេះមកធ្វើជា project បញ្ចប់ឆ្នាំក៏ដោយសារតែសាច់រឿងនេះគឺជាសាច់រឿងដែលខ្ញុំនិពន្ធដោយខ្លួនឯងហើយជាសាច់រឿងដែលខ្ញុំចូលចិត្តហើយមួយទៀតដោយសារតែខ្ញុំចូលចិត្តមើលនៅរឿងតាក់ទងទៅនឹង adventure ក៏ដូចជា fantasy និង action movie ហេតុនេះហើយបានជាខ្ញុំសម្រេចចិត្តថាខ្ញុំយករឿងនេះមកបង្កើតជាស្នាដៃបញ្ចប់ឆ្នាំខ្លួនឯងនៅក្នុងថ្ងៃអនាគតគឺខ្ញុំចង់ក្លាយទៅជា animator ម្នាក់ដែលមានជំនាញច្បាស់លាស់ហើយមួយទៀតគឺខ្ញុំចង់ក្លាយទៅជាអ្នកដែលផលិតភាពយន្តផ្នែកគំនូរជីវចលឬក៏ផ្នែកខាងការថតព្រោះអីខ្ញុំគិតថាជំនាញទាំងពីរនេះគឺវាជាជំនាញមួយដែលកំពុងតែដើរផ្លូវតែមួយជាមួយគ្នាជំរាបសួរនាងខ្ញុំឈ្មោះលឹមសៃឈីងជាសិស្សផ្នែក graphic design ឆ្នាំទី3ចំនួនទី5នៃសាលាហ្វាពលឺសិល្បៈសុនរូបតកតងនឹងការសិក្សារបស់ខ្ញុំគឺរយៈពេលដែលខ្ញុំបានរៀននៅសាលាហ្វា3ឆ្នាំនេះគឺខ្ញុំទទួលបានចំណេះដឹងជាច្រើនទាំងចេះទាំងការគូរការ design អភិវឌ្ឍគំនិតយល់ដឹងពីសិល្បៈនិងមានជំនាញច្បាស់លាស់គម្រោងបញ្ចប់ឆ្នាំរបស់ខ្ញុំគឺតកតងអំពីផែនស្វាយហើយមូលហេតុដែលខ្ញុំធ្វើតកតងអំពីផែនស្វាយគឺដោយសារតែផលិតផលរបស់កសិករដែលគាត់ផលិតមកគឺពុំទាន់មាន branding និងការវេចខ្ចប់ពុំទាន់មានស្តង់ដារនិងអនាម័យត្រឹមត្រូវជួយលើកតម្កើងផលិតផលផ្លែស្វាយឲ្យមានការកែច្នៃនិងរក្សានូវគុណភាពទាក់ទាញនិងជាការវាយចេញទៅទីផ្សារអន្តរជាតិបាននិងជាការចូលរួមចំណែកមួយដ៏ធំជួយលើកដល់ទឹកចិត្តដល់ប្រជាកសិករខ្មែរឲ្យគាត់ប្រកបរបរដាំស្វាយឲ្យមានប្រាក់កម្រៃក្នុងគ្រួសារគម្រោងតអនាគតរបស់ខ្ញុំគឺខ្ញុំចង់ក្លាយជាអ្នក design ម្នាក់ដែលជាអ្នក design របៀបលក្ខណៈឯករាជ្យខ្ញុំសូមលើកទឹកចិត្តឲ្យសិស្សបងចំនួនក្រោយដែលមករៀនហ្នឹងគឺនៅទីនេះគឺល្អយើងទទួលបានចំណេះដឹងជាច្រើននិងមានការអភិវឌ្ឍអ្វីថ្មីហើយនឹងទទួលបានជំនាញច្បាស់លាស់